ខ្ញុំ recommend ឲ្យបងប្អូនមកលេងអង្គរវត្តហើយងើបពីព្រលឹមមួយថ្ងៃហ្នឹងគឺដើម្បីមកមើល sunrise បន្ទាប់មកគឺយើងដើរមកខាងកែបអង្គរហើយយើងនឹងឃើញពន្លឺបងប្អូនឃើញពន្លឺអង្គរស្អាតពេលព្រលឹមបាទពេលព្រលឹមហើយអ្នកដែលប្រកែថតរូបជា couple ជា photography wedding អីងើបពីព្រលឹមមកហើយមកប៉ែកខាងកើតព្រលឹមហ្នឹងគឺពណ៌មាសគឺប្រាសាទអង្គរគឺពណ៌មាសស្អាតណាស់បងប្អូនស្អាតណាស់គឺពណ៌មាស Wow this is beautiful នេះខ្ញុំព្រះអាទិត្យរះចំខ្ញុំដែរហើយនឹងអង្គរវត្តបងប្អូនឃើញទេគឺព្រះអាទិត្យរះចំអង្គរគឺពណ៌មាសហើយអានេះរះចំបាំងព្រៃមកបន្តិចហើយចំខ្ញុំពាក់កណ្ដាលដែរគឺ shadow បន្តិចហើយបើយើងថតជា photography ពិតជាអស្ចារ្យខ្លាំងមែនតើសូមអរគុណដល់បងប្អូននៅក្នុងស្រុកហើយនិងនៅក្រៅស្រុកតែងតែsupport នៅមាតិកា History Challenge Cambodia របស់ខ្ញុំព្រោះអីគោលបំណងខ្ញុំគឺដើម្បីផ្សព្វផ្សាយអរិយធម៌វប្បធម៌ខ្មែរម្ហូបអាហារប្រាសាទបុរាណហើយនឹងព្យាយាមផ្លាស់ប្ដូរ mindset ការគិតរបស់បងប្អូនយើងនៅក្រៅឲ្យគិតពីល្អនៃប្រទេសជាតិយើងព្រោះប្រទេសជាតិយើងមានការរីកចម្រើនហើយបូកផ្សំនឹងទេសចរយើងមានសក្តានុពលខ្ពស់ fans thank you all friends around the world សូមអរគុណដែលបានព្យាយាមតាមដានមាតិការបស់ខ្ញុំ Content History Challenge Cambodia and guys we see you in the next videos peace